ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកទឹមរ៉ូទីប្រឹក្សាលោកបណ្ឌិតឌីមសុផុនអគ្គលេខាសសយសនិងបានរួមគំនិតគ្នាបរិច្ចាគបច្ច័យឧបត្ថម្ភគ្រួសារសពខេត្តបន្ទាយមានជ័យគណៈប្រតិភូជនខ្ពស់នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពហៅកាត់ថាសសយសដឹកនាំដោយលោកបណ្ឌិតឌីមសុខុនអគ្គលេខាធិការសមាគមនិងជាតំណាងដងខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីប្រធានសមាគមបានអញ្ជើញចូលរួមសម្ដែងមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធលោកទឹមរ៉ូដែលជាទីប្រឹក្សាផ្ទាល់របស់លោកបណ្ឌិតអគ្គលេខាធិការពិធីគោរពវិញ្ញាណក្ខន្ធនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកហងរ៉ាត់ទីប្រឹក្សាជាន់ខ្ពស់លោកឈុនវីរៈប្រធានសាខាសមាគមសសយសខេត្តបន្ទាយមានជ័យព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកានៃសាខាសមាគមខេត្តយ៉ាងច្រើនកកកដើម្បីសម្ដែងលើការដឹងគុណនិងសមានចិត្តអាឡោះអាល័យជាទីបំផុតលោកទឹមរ៉ូបានទទួលអនិច្ចកម្មកាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2026នៅក្នុងជន្មាយុ55ឆ្នាំដោយរោគគាពៀនមរណភាពរបស់លោកគឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូបដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកការងារសង្គមនិងសកម្មភាពមនុស្សធម៌ដើម្បីសន្តិភាពជាមួយសមាគមនាពេលកន្លងមកក្នុងឱកាសដ៏ក្រៀមក្រំនោះលោកបណ្ឌិតឌីមសុខុនព្រមទាំងគណៈប្រតិភូទាំងអស់បានពំនាំនៅសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំនិងការសោកស្ដាយយ៉ាងខ្លាំងបំផុតពីសំណាក់ឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីជូនចំពោះក្រុមគ្រួសារសពនិងបានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកទឹមរ៉ូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយដើម្បីជាការរួមចំណែកជួយសម្រាលទុក្ខលំបាកនិងរៀបចំពិធីបុណ្យសពឲ្យស្របទៅតាមប្រពៃណីឯកឧត្តមប្រធានសមាគមព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកាបានរួមគ្នាបរិច្ចាគថវិកាបច្ច័យសរុបចំនួន2លាន13ម៉ឺនរៀលរួមទាំងប្រាក់ដុល្លារគិតជាប្រាក់រៀលផងដែរសប្បុរសជនដែលបានចូលរួមចំណែកក្នុងបច្ច័យមនុស្សធម៌នេះរួមមានឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីប្រធានសមាគម1សែនរៀលលោកបណ្ឌិតឌីមសុខុនអគ្គលេខាធិការ8ម៉ឺនរៀលលោកសចន្ទធីអគ្គលេខាធិការរងទទួលបន្ទុកផែនជាតិនិងអន្តរជាតិ1សែនរៀលលោកហៅតូ1សែនរៀលលោកយីហុក4ម៉ឺនរៀលលោកហងរ៉ាត់និងភរិយា2សែនរៀលលោកសៀងមេង1សែនរៀលលោកឈុនវីរៈនិងភរិយា1សែនរៀលលោកព្រំគឹមសាន1សែនរៀលលោកអុកសុផាច់1សែនរៀលលោកឈឿនរដ្ឋា5ម៉ឺនរៀលលោកឈុនរីវ៉ាន5ម៉ឺនរៀលលោករេងណូរី5ម៉ឺនរៀលលោកហ៊ឿនតារា4ម៉ឺនរៀលលោកសួនធី2ម៉ឺនរៀលលោកសយសុខុន1សែនរៀលលោកយុទ្ធម៉ាយ៉ាឧបត្ថម្ភ1សែនរៀលលោកញុកធីរ៉ៃឧបត្ថម្ភ2សែនរៀលលោកធាឧបត្ថម្ភ58,000រៀលលោកឈើតពូទីនឧបត្ថម្ភ1សែនរៀលលោកសសុភត្រាឧបត្ថម្ភ1សែនរៀលលោកលឹមនី5ម៉ឺនរៀលលោកគង្ហេង5ម៉ឺនរៀលលោកអឹមសវណ្ថា5ម៉ឺនរៀលលោកផាត់សុផល5ម៉ឺនរៀលលោកជេងកុសល5ម៉ឺនរៀលលោកតូណា5ម៉ឺនរៀលនិងលោកហេងវណ្ណា5ម៉ឺនរៀលកាយវិការមនុស្សធម៌និងការបង្ហាញសាមគ្គីភាពក្នុងគ្រាដ៏លំបាកនេះបានឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពក្នុងការយកចិត្តទុកដាក់និងមិនបោះបង់សមាជិករបស់ខ្លួនឡើយ